នាយករដ្ឋមន្ត្រីថៃលោកអនុទានស្វាគមន៍ចំពោះចំណាត់ការរបស់កម្ពុជាក្នុងការផ្សះផ្សាដោយចាប់បង្ខំនៃអនុសញ្ញាហៅថាអនុសញ្ញា UNCLOS ដោយលោកបានលើកឡើងថាបច្ចុប្បន្ននេះប្រទេសទាំងពីរកំពុងតែស្ថិតនៅក្រោមវិធានតែមួយអញ្ចឹងថៃមានទៅញញើត UNCLOS មានទៅអីអត់ខ្វល់ចេញសារមកផ្កើនថាស្វាគមន៍ទៀតណាស្វាគមន៍ទៀតទុកឲ្យផ្កើនសិនចុះបាទលោកអនុទានបាទអនុទានឆាន់វីរៈកុលដែលជានាយករដ្ឋមន្ត្រីរបស់ថៃបាននិយាយថាបាទបាននិយាយថាពីមុនមកហ្នឹងពីមុនមកប្រទេសទាំងពីរបាទប្រទេសទាំងពីរបានអនុវត្តតាមក្របខ័ណ្ឌផ្សេងគ្នាបាទណាគេថាពីមុនអនុវត្តក្របខ័ណ្ឌផ្សេងគ្នាហើយគេលុប MOU ហ្នឹងមិនគេចង់ឲ្យដើរមកឲ្យត្រូវគ្នាវិញហើយពីមុនមកផ្សេងគ្នាសួរថា MOU ហ្នឹងណាគេចាប់បង្ខំនិយាយហ្នឹងដូចអញ្ចឹងហើយបានមានគេថាថៃធ្វើអញ្ចឹងធាក់ក្បាលស្ដាច់ខ្លួនឯងបើថាពីមុនមកកម្ពុជាហើយនឹងថៃនឹងបានអនុវត្តនៅក្របខ័ណ្ឌផ្សេងគ្នាអញ្ចឹងបានឯស្ដាច់ថៃពីមុនហ្នឹងល្ងើភ្លើចេះតែទ្រាំទៅចុះចេះនិយាយទៅរួយអនុទានឡើងមកបំផ្លាញមុខមាត់ថៃបដ ாய் ហ្នឹងគេថាប្រទេសទាំងពីរកន្លងមកហ្នឹងបានអនុវត្តណាអនុវត្តតាមក្របខ័ណ្ឌផ្សេងគ្នាប៉ុន្តែការលុបចោលនៅអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001របស់ថៃហ្នឹងមានន័យថាបាទមានន័យថាភាគីទាំងពីរនឹងត្រូវចរចាបាទនឹងត្រូវចរចាលើវិធានថ្មីបាទសម្រាប់ការពិភាក្សានាពេលខាងមុខមានន័យថានឹងបង្កើតវិធានថ្មីថៃគេថាគេនឹងបង្កើតនៅវិធាននៅស្អីនីតិវិធីថ្មីអញ្ចឹងទៅហើយពេលមានការចរចានាពេលអនាគតនាពេលខាងមុខហ្នឹងគឺអនុវត្តតាមអាហ្នឹងវិញវាទៅជាអញ្ចឹងទៅជានឹកឃើញបង្កើតច្បាប់មកដោយខ្លួនឯងហើយទៅលុបចោលអាចាស់អស់អញ្ចឹងទៅណាវាអញ្ចឹងធ្វើអញ្ចឹងទៅរួចបាទធ្វើអញ្ចឹងទៅរួចលោកអនុទានបានថ្លែងថាយ៉ាងហោចណាស់បាទ at least យ៉ាងហោចណាស់ពេលនេះប្រទេសទាំងពីរនឹងអនុវត្តតាមណាបាទនឹងអនុវត្តតាមនៅវិធានដូចគ្នាគេចង់និយាយថាអាមុនហ្នឹងវាអត់ដូចទេអញ្ចឹងចាប់ពីពេលនេះទៅនឹងកំពុងអនុវត្តថាអញ្ចឹងចាប់ពីពេលនេះតទៅអានេះនឹងអនុវត្តនៅវិធានដូចគ្នាហើយគេចង់លើកថាគេធ្វើអញ្ចឹងត្រឹមត្រូវទៀតណាពីមុនហ្នឹងវាចម្រងចម្រាស់គ្នាវាមិនត្រូវគ្នាអីចឹងទៅចេះនិយាយទៅរួចបាទឡើងប្រមាណទសវត្សរ៍មកហើយទៅមកលើកនិយាយពេលនេះបាទបាទបន្តទៀតបងប្អូនប្រទេសថៃលែងមាន MOU បាទអនុសារណៈនៃការយោគយល់គ្នាណាលែងមាន MOU 44នឹងហើយគេថាទៀតដូច្នេះរាល់ណាកិច្ចការពិភាក្សាអ្វីក៏ដោយដែលកើតឡើងដែលនឹងធ្វើឡើងណានឹងត្រូវធ្វើឡើងចាប់ពីពេលនេះទៅគឺយ៉ាងម៉េចគឺចាំបាច់ត្រូវឯកភាពតាមវិធាននិងក្របខ័ណ្ឌថ្មីណាគេថាអញ្ចឹងថាចាប់ពីពេលនេះតទៅរាល់កិច្ចពិភាក្សាត្រូវអនុវត្តទៅតាមវិធានហើយនិងក្របខ័ណ្ឌដែលគេកំណត់ថ្មីគេបង្កើតថ្មីហើយបង្កើតដោយខ្លួនឯងណានេះបង្កើតច្បាប់ខ្លួនឯងតាមក្បាលវ៉ាល់ហើយរឿងការងារប្រទេសជាតិបណ្ណាណីសម្រាប់តែខ្លួនឯងលោកអាចារ្យអស់គេថាអាចារ្យហ្នឹងកន្លងមកហ្នឹងវាផ្សេងគ្នាណាវាផ្សេងគ្នាវាផ្ទុយគ្នានិយាយអញ្ចឹងប្រជាពលរដ្ឋដែលមិនបានគិតថាអូអនុទានឆ្លាតលេងល្បិចឆ្លាតប៉ុន្តែបើគិតបន្តិចគឺកំពុងធាក់អ្នកចាស់របស់ខ្លួនឯងហ្នឹងធាក់ស្ដាច់ក្បាលស្ដាច់ខ្លួនឯងអ្នកដឹកនាំមុនហ្នឹងសើល្ងើសតទៅអញ្ចឹងទៅអនុវត្ត
ក្របខ័ណ្ឌកិច្ចការដែលมันមានភាពដូចគ្នាណាគេចង់ថាខ្លួនឯងពេលនេះឆ្លាតហើយហ្នឹងអនុទានមាត់ឡើងដោយមាត់កែបហើយគេហៅថាមុខអាក្រក់ហើយចិត្តចរិតអាក្រក់ទៀតមែនអាក្រក់មែនបាទប៉ុន្តែខាងឡាវខាងអីហ្នឹង AOT អីហ្នឹងគេកំពុងតាមមើលហើយចាំមើលវាបានប្រមាណទឹកបានប្រមាណទឹកល្បិចដែលមើលទៅដូចឆ្លាតដើម្បីទឹកដីប៉ុន្តែពន្លិចបង្អាប់កិត្តិយសកេរ្តិ៍ឈ្មោះប្រទេសជាតិខ្លួនឯងហ្នឹងមានអីត្រូវសរសើរទេបាទអញ្ចឹងអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយទៀត